Cha sút đây bong ôn được khnia ngàyនេះខ្ញុំមកបង្ហាញពីរបៀបដែលខ្ញុំដុតមាន់ទឹកស៊ីអ៊ីវចាអញ្ចឹងខ្ញុំមានមាន់មួយនេះហើយនេះគឺទឹកស៊ីអ៊ីវខ្ញុំដាក់ទឹកក្តៅឆ្អិនបន្តិចបងប្អូនហើយនេះគឺប្រេងអូលីវហើយនេះគឺម្សៅស៊ុបហើយនឹងស្ករសហើយខ្ញុំមានស្លឹកគ្រៃនេះគល់ស្លឹកគ្រៃនេះគឺរំដេងចាមើមខ្ទឹមសហើយនេះគឺស្លឹកក្រូចសើចហើយខ្ញុំមានម្ទេស3គ្រាប់ហ្នឹងចាអញ្ចឹងទៅមើលពីរបៀបដែលខ្ញុំធ្វើទាំងអស់គ្នាអញ្ចឹងជាដំបូងនេះគឺខ្ញុំលាយទឹកស៊ីអ៊ីវសិនណាទឹកស៊ីអ៊ីវនេះខ្ញុំបញ្ជាក់ជូនថាខ្ញុំដាក់ទឹកឆ្អិនទឹកក្តៅលាយបន្តិចបងប្អូនដើម្បីកុំឲ្យវាប្រៃព្រោះដោយសារខ្ញុំដាក់ទឹកស៊ីអ៊ីវទៅយើងជ្រុលចាអញ្ចឹងខ្ញុំដាក់ស្ករសហើយនិងម្សៅស៊ុបចូលហើយខ្ញុំច្បល់វាកូរវាចូលជាតិអញ្ចឹងទៅហើយយើងទុកមើលលើសិនឥឡូវបន្តទៀតខ្ញុំដាក់រាយស្លឹកគ្រៃនៅក្រោមអញ្ចឹងនៅបាតឆ្នាំងអញ្ចឹងទៅហើយដាក់គល់ស្លឹកគ្រៃដែរហើយយើងយកគល់ស្លឹកគ្រៃហ្នឹងចូលទៅក្នុងមាន់ហ្នឹងណាចាដាក់មកគល់អញ្ចឹងទៅហើយនេះគឺខ្ញុំដាក់រំដេងដាក់មើមខ្ទឹមសទៅក្នុងមាន់ហើយនឹងយើងរាយនៅក្នុងឆ្នាំងដែរចាស្លឹកក្រូចសើចហ្នឹងក៏យើងត្រូវដាក់ទៅក្នុងមាន់ហ្នឹងដែរដើម្បីឲ្យវាមានក្លិនឈ្ងុយបងប្អូនកាត់ឆ្អាបណាចាអញ្ចឹងខ្ញុំរាយរំដេងស្លឹកក្រូចសើចហ្នឹងនៅបាតឆ្នាំងនេះគឺខ្ញុំចាក់លាបប្រេងអូលីវនៅមាន់នឹងបន្តិចណាចាបន្ទាប់មកខ្ញុំចាក់ចូលក្នុងឆ្នាំងហ្មងមែនតើនៅគឺខ្ញុំត្រូវថែមប្រេងអូលីវនឹងនៅបាតឆ្នាំងនឹងទៀតដើម្បីកុំឲ្យវាឆាប់ខ្លោចណាចាឥឡូវខ្ញុំចាក់ស្រោចលើមាន់ហ្នឹងយកទឹកស៊ីអ៊ីវហើយនឹងលាយជាមួយនឹងស្ករសនិងម្សៅស៊ុបហើយមានដាក់ទឹកក្តៅឆ្អិនបន្តិចណាយើងស្រោចនឹងមាន់នឹងអញ្ចឹងទៅប៉ុណ្ណាយើងលាបលើវាអញ្ចឹងទៅហើយខ្ញុំដាក់ម្ទេសហ្នឹងយកពណ៌ហើយខ្ញុំដាក់នៅក្នុងឆ្នាំងហ្នឹងអញ្ចឹងណាចាបន្តមកទៀតខ្ញុំយកទៅដុតអញ្ចឹងដាក់លើចក្រានមកដាក់ក្នុងឆ្នាំងអញ្ចឹងទៅបន្តមកខ្ញុំគ្របចាប្រហែលជាចូល10នាទីបងប្អូនឥឡូវខ្ញុំមកលាយទឹកជ្រលក់ខ្ញុំដាក់ម្រេចដាក់ស្ករសម្សៅស៊ុបចាហើយបើសិនជាបងប្អូនចេះហើយបងប្អូនដាក់ម្ទេសឲ្យច្រើនទៅណាចាបន្តមកគឺខ្ញុំដាក់ក្រូចឆ្មាច្បាច់ទឹកក្រូចឆ្មាចូលចឹងទៅហើយទឹកជ្រលក់មួយទៀតបងប្អូនអាចធ្វើទឹកជ្រលក់ទឹកត្រីកោះកុងណាក៏ជ្រលក់ញ៉ាំបានដែរប៉ុន្តែវាហឹរអញ្ចឹងខ្ញុំអត់ចេះញ៉ាំចាឥឡូវនេះមាន់នេះគឺខ្ញុំបើកមើលហើយខ្ញុំត្រូវត្រឡប់មកចំហៀងចាខ្ញុំទៅត្រឡប់មាន់សិនជាបន្តទៀតខ្ញុំនឹងដាក់បន្លែចូលទៅដែរបងប្អូនខ្ញុំមានបន្លែស្ពៃបូកូមានម្ដុំស្ពៃបូកូខ្មែរជាមើលតិចទៀតខ្ញុំនឹងដាក់ចូលទៅក្នុងឆ្នាំងនឹងដែរនេះគឺស្ពៃបូកូហ្នឹងខ្ញុំដាក់ចូលក្នុងឆ្នាំងអបមាន់អញ្ចឹងទៅតែមួយផ្លែទេវាឆ្អិនហើយស្ពៃហ្នឹងណាអញ្ចឹងជាបន្តទៀតគឺខ្ញុំក្របហ្នឹងគឺខ្ញុំទុកខ្ទង់10នាទីចាយើងបន្តមកគឺមាន់ហ្នឹងខ្ញុំឆែកមើលសិនថាវាឆ្អិនសពកន្លែងនៅណាចាបន្តមកវាអត់ខាងធូងនេះអត់តន់ឆ្អិនល្អខ្ញុំដាក់យើងឆ្អិនឲ្យឆ្អិនល្អតិចជាងខ្ញុំគ្របមួយសន្ទុះទៀតមួយសន្ទុះហ្នឹងខ្ទង់ត្រឹម3នាទីបងប្អូនដោយសារឆ្នាំងនេះគឺក្តៅងុំល្អឆ្នាំងដុតរបស់ខ្មែរយើងណាមិនមែនឆ្នាំងដុតទេឆ្នាំងចាក់របស់ខ្មែរយើងចាឥឡូវឆ្អិនហើយរួចរាល់ហើយបងប្អូនមកដុតទឹកស៊ីអ៊ីវដែលខ្ញុំធ្វើគឺខ្ញុំធ្វើរបៀបនេះបងប្អូនហើយបើសិនជាមានការខុសឆ្គងត្រង់ណាបងប្អូនអភ័យទោសឲ្យផងចាហើយរួចរាល់ហើយអញ្ចឹងអាចញ៉ាំបានហើយមកដុតទឹកស៊ីអ៊ីវដែលខ្ញុំធ្វើយើងផុយច្រើនសាច់អាចញ៉ាំបានចាបងប្អូនខ្ញុំសូមលាបងប្អូនត្រឹមប៉ុណ្ណេះសិនហើយជួបគ្នានៅវីដេអូជាបន្តទៀតចាអរគុណច្រើន